ចាជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញយូហ្គាមួយដែលជួយសម្រួលដល់ករបស់យើងចានៅពេលដែលយើងមានអារម្មណ៍ចុកក្រួយកជិះយើងអាចហាត់ក្បាច់នេះដើម្បីជួយសម្រួលនិងកាត់បន្ថយការឈឺចាឥឡូវយើងចាប់ផ្ដើមមើលទាំងអស់គ្នាយើងអង្គុយទៅភ្នែនមកយើងដកដង្ហើមចូលយើងងើយមុខយើងឡើងទៅខាងលើដកដង្ហើមចេញយើងអោនចុះទៅខាងក្រោមដកដង្ហើមចូលងើយមុខឡើងទៅខាងលើដកដង្ហើមចេញយើងអោនចុះទៅខាងក្រោមដកដង្ហើមចូលត្រឡប់មកចំកណ្ដាលវិញតោះមកយើងទាញកទៅផ្នែកខាងស្ដាំរួចយើងទាញមកខាងឆ្វេងវិញដកដង្ហើមចូលទាញស្ដាំដកដង្ហើមចេញទាញមកខាងឆ្វេងដកដង្ហើមចូលយើងទាញទៅស្ដាំដកដង្ហើមចេញយើងទាញមកខាងឆ្វេងចាតោះមកយើងត្រឡប់មកចំកណ្ដាលវិញតោះមកយើងចាប់ផ្ដើម cycle ករបស់យើងជារង្វង់មូលដកដង្ហើមចេញយើងអោនចុះទៅខាងក្រោមចង្ការបស់យើងប៉ះជាមួយនឹងទ្រូងដង្ហើមចូលយើងទាញទៅផ្នែកខាងស្ដាំរួចយើងបង្វិលទៅខាងក្រោយទាញមកខាងឆ្វេងអោនចុះទៅខាងក្រោមយើងអាចធ្វើបែបនេះ3ជុំទៅ5ជុំ2មួយជុំទៀត3ក្របីហើយយើងងើបមកយើងឡើងតោះមកយើងបដូរទិសដៅវិញយើង cycle ពីឆ្វេងទៅស្ដាំវិញអញ្ចឹងយើងដកដង្ហើមចេញយើងអោនចុះទៅខាងក្រោមរួចយើងបង្វិលទៅខាងឆ្វេងទាញមកខាងក្រោមទាញមកខាងស្ដាំអោនចុះទៅខាងក្រោម1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ដកដង្ហើមចូលត្រឡប់មកវិញចាអញ្ចឹងអរគុណច្រើនសម្រាប់ការចូលមកទស្សនាទាំងអស់គ្នាបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ឬក៏ចុច subscribe ខ្ញុំនឹងមានវីដេអូថ្មីៗខ្ញុំនឹងមានវីដេអូថ្មីៗបន្តទៀតសម្រាប់ចែករំលែក